ថ្ងៃនេះសូមចេញវីដេអូធ្វើម្ហូបបង្ហាញបងប្អូនទាំងអស់គ្នាម្ដងហើយសម្រាប់ម្ហូបយើងថ្ងៃនេះដែរគឺឆាក្តាមម្រេចខ្ចីបងប្អូនសម្រាប់ឆាក្តាមម្រេចខ្ចីនេះគឺងាយស្រួលទេបងប្អូនអាចមើលតាមវីដេអូនេះបានមុននឹងឆាយើងត្រូវយកក្តាមយកមកសម្អាតលាងវាឲ្យស្អាតបងប្អូនហើយសំខាន់គឺយកអាសកៃវាចេញពីស្នូកវាពីអីវានឹងឲ្យលាងឲ្យស្អាតមែនតែនព្រោះពេលខ្លះក្តាមធម្មជាតិវាមានអាដីនៅក្នុងសកៃវាបងប្អូនអញ្ចឹងបានពេលខ្លះខ្ញុំឲ្យក្មេងៗធ្វើអីគឺខ្ញុំប្រយ័ត្នថាខ្ញុំតាមដានមើលតាមក្រោយអញ្ចឹងបងប្អូនខ្លាចគាត់សម្អាតអត់ស្អាតទៅពេលដែលឆាទៅវាមានដីក្រៀតនៅហ្នឹងអញ្ចឹងណាពេលយើងហូបទៅក្រៀតដីមកបន្ទាប់ពីយើងធ្វើក្តាមស្អាតរួចរាល់ហើយយើងចាប់ផ្ដើមបើកខ្ទះដាក់ខ្លាញ់បាទអ៊ីវខ្ទឹមឲ្យឡើងឈ្ងុយទៅបងប្អូនទាំងអស់គ្នាប្រេងឆាយើងដាក់ឲ្យរៀងក្តៅហើយចាំយើងដាក់ខ្ទឹមសចូលបងប្អូនបានវាឈ្ងុយឆាប់ឆ្អិនអញ្ចឹងដល់មកយើងលួចប្រេងម្ទេសតិចមកបងប្អូនសម្រាប់មុខម្ហូបជនជាតិខ្មែរយើងគឺយើងអត់សូវប្រើច្រើនទេប្រើពួកប្រភេទប្រេងហ្នឹងច្រើនទេបងប្អូនតែបើចិននេះគឺគេប្រើច្រើនណានិយាយទៅមុខម្ហូបគេឆាមកគឺឡើងលើបមកបងប្អូនបន្ទាប់ពីខ្ទឹមយើងឈ្ងុយហើយយើងចាប់ផ្ដើមដាក់ក្តាមយើងចូលទៅត្រឡប់វាពី3ត្រឡប់ហើយចាំយើងវាយគ្រឿងសម្រាប់គ្រឿងផ្សំវិញមានទឹកត្រីលួចទឹកស៊ីអ៊ីវបន្តិចទៅបាទទឹកម្ទេសជាមួយនឹងប្រេងខ្យងបាទប៊ីចេងរ៉ូឌីបាទហើយជាមួយនឹងស្ករសបងប្អូនសម្រាប់រសជាតិមុខម្ហូបក្តាមឆាម្រេចខ្ចីនេះគឺយើងយករសជាតិវារៀងប្រៃផ្អែមបងប្អូនហើយគ្រឿងរៀងដិតបន្តិចបានឆ្ងាញ់នេះរសជាតិសម្រាប់នៅកន្លែងខ្ញុំណាបងប្អូនសម្រាប់បងប្អូនចូលចិត្តរសជាតិបែបណាបងប្អូនអាចលៃគ្រឿងតាមនឹងទៅតទៅពីយើងដាក់គ្រឿងរួចរាល់ហើយយើងចាប់ផ្ដើមដាក់បន្លែចូលបន្លែយើងត្រូវដាក់តាមក្រោយចឹងបងប្អូនដើម្បីកុំឲ្យវាទន់ពេកបើសិនជាយើងឆាបន្លែមុនតាំងពីដំបូងគឺបន្លែនឹងទន់ហ្មងបងប្អូនពេលដែលយើងហូបទៅអត់សូវឆ្ងាញ់ទេទន់នោះបានតែរៀងនៅច្រប់តិចចឹងបងប្អូនមិនឆ្ងាញ់ហ្នឹងហើយយើងដាក់បន្លែហើយយើងចាប់ដើមដាក់ម្រេចចូលបងប្អូនដាក់ម្រេចម្រេចខ្ចីយើងហ្នឹងហើយយើងលួចម្រេចម៉ត់ដែរបងប្អូនព្រោះបើសិនជាយើងអត់ដាក់ម្រេចម៉ត់ទេវាអត់ឈ្ងុយម្រេចទេតិចបងប្អូនលឺសូរតែឆាម្រេចខ្ចីលេងប្រើតែម្រេចខ្ចីអត់មានឈ្ងុយម្រេចសុទ្ធបងប្អូនបាទតតែយើងលួចម្រេចម៉ត់នឹងបន្ថែមបន្តិចទៀតហ្នឹងបានវាមានរសជាតិឈ្ងុយម្រេចហើយរសជាតិហូបទៅគឺម្រេចហ្មងបងប្អូនព្រោះធម្មតាម្រេចខ្ចីហ្នឹងវាអត់មានបែកទេអញ្ចឹងវាអត់អាចធំក្លិនបានទេបងប្អូនបាទហើយបន្ទាប់ពីយើងវាយគ្រឿងវាយអីរួចរាល់ហើយយើងចាប់ដើមដាក់ទឹករំងាស់សាច់យើងបន្តិចទៅបងប្អូនសាច់គ្រឿងសមុទ្រហ្នឹងដើម្បីឲ្យសាច់ហ្នឹងវាឆ្អិនបានល្អផងហើយបន្លែយើងរៀងទន់បន្តិចបាទនិយាយទៅហូបទៅដល់តែឆ្ងាញ់ហ្មងបងប្អូនខ្ញុំធានាឲ្យបើបងប្អូនចង់ដឹងរសជាតិអាចមកសាកបាននៅហាងលីហូ Oyster មុខម្ហូបមានច្រើនណាបងប្អូនអើយមានតាំងពីប្រភេទឆាក្តៅឆាគ្រឿងសមុទ្រភ្លាបុកល្ហុងគ្រឿងពងគ្រឿងអីហ្នឹងគឺមានទាំងអស់គ្រឿងហូបធម្មតាវិញមានតាំងពីបាយឆាកាទៀវមីហឹរបាទស៊ុបគោស៊ុបគ្រឿងសមុទ្រស៊ុបសរសៃកែងអីហ្នឹងមានច្រើនមែនតើបងប្អូនទឹកក្លុកបឺក្លុកអីក៏មានដែរតោះឥឡូវម្ហូបយើងរួចរាល់ហើយបងប្អូននេះដួសដាក់ចានហើយបាទនេះមួយកំងចាន 20000 អញ្ចឹងបងប្អូនចង់ញ៉ាំអាចមកញ៉ាំបានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា